ស្ដីបងប្អូនថ្ងៃនេះនៅចិត្តដើមស្ដីគួរតែម្ដងហើយតិចទៀតខ្ញុំនឹងទៅរកដើមម្ទេសអាចសាច់ដើម្បីមកហូបជាមួយនឹងរបស់ពិសេសនេះចាបងប្អូនទាំងអស់គ្នានំបញ្ចុកណាហើយនេះគឺជាត្រួយកធំថេតហើយនឹងបន្លែដែលយើងត្រូវដាក់មួយនំបញ្ចុកហ្នឹងណាអូខ្យល់ហើយទៅជាស្រួលណាបងប្អូននៅខាងក្រោយនេះទៀតអូលោកក៏តំណងយ៉ាងនេះបងប្អូនជើញភាសាមួយខ្ញុំទាំងអស់គ្នាណានំបញ្ចុកសម្លខ្មែរហើយចង់ជំរាបបងប្អូនថាចែកនំបញ្ចុកហ្នឹងគឺជាស្នាដៃរបស់អ្នកម្ដាយនឹងខ្ញុំផ្ទាល់ចាសម្លខ្មែរសម្លការីគឺគាត់ធ្វើឆ្ងាញ់ណាស់បងប្អូនហើយយើងធ្វើលក់ព្រឹកមិញណាហើយខ្ញុំទៅបានញ៉ាំទេបានរៀបចំអវ៉ាន់ឲ្យមួយហើយឥឡូវមកដាក់ខ្លួនឯងមួយចានសិនជាតិតំណងមកតោះឥឡូវទៅតែម្ដងបងប្អូនអរគ្នាឥឡូវជួបជាមួយនឹងខ្ញុំហើយនឹងកាមេរ៉ាមែនវ័យក្មេងហើយនោះបញ្ចុកនេះអូតំណងខ្លាំងហ្មងបងប្អូនហើយនេះគឺជាត្រួយប្រធមថេតណាត្រួយប្រធមថេតអូខ្ញុំបេះឲ្យរួចស្រាក់នេះហើយចិត្តរបស់ខ្ញុំស្អែកគួរដល់ឥឡូវយើងទៅមើលផ្លែស្រគួរតំណងញ៉ាំមកល្មមហើយចានេះដូចជាស្ទើដែរយកបេះរាល់ថ្ងៃបងប្អូនយកបេះរាល់ថ្ងៃទេយកឡើងលើទីកូនកំដៅដៃគូហ្នឹងបើយើងដាំខ្លួនឯងចឹងវាឈ្ងុយហើយផ្អែមឆ្ងាញ់ខ្ញុំចិត្តដើមដៃគួរតម្រងនំបញ្ចុកសម្លខ្មែរបងប្អូនចូលចិត្តស្លអីដែរខ្ញុំចូលចិត្តសម្លខ្មែរជាងស្លការីតោះឥឡូវខ្ញុំទៅបេះម្ទេសយើងធំល្អដូចចិត្តដើមទេហ្មងបងប្អូនដែលចូលចិត្តបន្លែបានយល់អារម្មណ៍មួយនេះអ្នកចូលចិត្តបន្លែគឺឆ្ងាញ់ណាស់បានកាមេរ៉ាមែនមួយទុកគាត់ឲ្យជួយថត
ba hai một hộpទៀតnàyបងប្អូនអូយនំបញ្ចុកស្លកខ្មែរញ៉ាំឡើងឆ្អែតមែនតែនជាមួយនឹងបន្លែប៉ាដាំគឺថាឆ្ងាញ់មែនតែនហ្មងបងប្អូននិយាយពិតណាហើយកាសទៀតនៅខាងក្រោយនេះខ្យល់ឡើងហើយត្រជាក់ស្រួលទៀតមីកស្ទុំផងនឹងភ្លៀងហើយក៏ឆ្លៀតមកញ៉ាំបងប្អូនតិចទៅចាអរគុណបងប្អូនសម្រាប់ការទស្សនាណាជួបគ្នានៅវីដេអូក្រោយបើចង់ញ៉ាំបុកកតេហើយផងច្រើនកាសាំងកុំភ្លេចឆាតមកកំងហើយសម្លប្រហែលនំបញ្ចុកនេះក៏មានលក់ផងដែរប៉ុន្តែមានកំណត់ណាបងប្អូនអ្នកគ្នាអរគុណជំរាបលាបាយ